จะส่งกรุบสำหรับตรงแอดอมโลกสมติวโลกเนี้ยโลกรสไลเปรย์มาตึกอ้อได้กำปงแต่ตามด้านตัวสนากรรมทีผลิตใบต้นหากาดัดกันนิดตรงหนึ่งทั้งไงซอกปรามการ์ดคายเจอชนำวอกอัตสะปุตสักราชปีบอลปรามรอยหกสิบตรงหนึ่งทั้งไงตีหมอกไผ่บ้วนคายมีตัวน้าชนำปีบอลอัปรมวยการพิธียึดย่อมเธอการใส่ตัวจับปีทั้งไงจันดัดทั้งไงเต็ดตามไปบริจับปีมองประมวย30 นาทีดาวมองประมวย2 นาทีเรียงรอสัปดาห์ปองได้บ้านยังก็มีปอร์มินจิจันนำไปทำการจุดจุดบอมปอนตุสเนกจุนตามนันตุสนะบ้านได้ไล่ปอร์มินจิตบองในขนมไทยนี่บ้าคือกัมพูชีซุยเอ็ดบ้าคือบางห้างการคอมโตรคณีตะวันตะมกเลือกการดับไปกับเพียบในองค์การสหประชาชาติสำหรับไปกับเพียบสมาชิกกรมปรึกษาเศรษฐกิจกัมพูชีคอมโตรไปกับเพียบระบบประเทศซุยเอ็ดนำไปคล้ายชีสมาชิกมันอาจารย์ไตรในกรมปรึกษาสันติสุของค์การสหประชาชาติขณะประเทศซุยเอ็ดก่อบานคอมโตรไปขับเพียบระบบประเทศกัมพูชีในขนมกรมปรึกษาสังคมเศรษฐกิจระบบองค์การสหประชาชาติเว้นพองได้การประกาศจุดพ่อคอมโตรคณีตะวันตะมกอย่างโดยเฉพาะคือบานทัวร์ล้างในวิมีนสันติเพียบในตีสไดการนิยรัฐมนตรี9 ปีรัสเซียថ្ងៃទី20 ปีខែមិថុនាឆ្នាំ2016នៅក្នុងជំនួបរវាងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃប្រជាជនកម្ពុជាជាមួយនឹងលោកជំទាវអាណាម៉ាចហលហ្គាត់ឯកអគ្គរដ្ឋទូតស៊ុយអេតប្រចាំកម្ពុជាឯកឧត្តមកៅកំហួនរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឲ្យដឹងថាក្នុងជំនួបនោះលោកជំទាវអាណាបានជម្រាបជូនសម្ដេចតេជោថាលោកជំទាវមានការពេញចិត្តយ៉ាងខ្លាំងក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជាហើយពេញចិត្តចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជានិងស៊ុយអែតជាមួយនេះលោកជំទាវក៏បានលើកឡើងផងដែរពីការដាក់ចេញនៅគំនិតដូចផ្ដើមជាសកលមួយតាំងផ្នែកសង្គមដោយគាំទ្រធ្វើយ៉ាងណាឲ្យខាងរដ្ឋាភិបាលវិស័យឯកជននិងពលករមានទំនាក់ទំនងល្អធ្វើការជាមួយគ្នាដើម្បីឲ្យបរិយាកាសការងារប្រសើរឡើងដោយលោកនាយករដ្ឋមន្ត្រីនៃប្រទេសស៊ុយអែតហើយជាលទ្ធផលគំនិតដូចផ្ដើមជាសកលមួយនេះកម្ពុជាបានចាត់ទុកគឺជាបទពិសោធន៍ដ៏សំខាន់និងក៏បានបង្កើតយន្តការគ្រប់គ្រងគំនិតដូចផ្ដើមនេះផងដែរដោយសម្ដេចតេជោហ៊ុនសែនដូច្នេះការងារនេះនឹងបន្តធ្វើតទៅមុខទៀតជាការឆ្លើយតបសម្ដេចតេជោមានប្រសាសន៍ថាសម្ដេចត្រៀមនឹងជួបជាមួយនឹងរដ្ឋមន្ត្រីការបរទេសស៊ុយអែតនៅក្នុងកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបដែលនឹងប្រព្រឹត្តទៅនៅប្រទេសម៉ុងហ្គូលីនាពេលខាងមុខនៅចុងបញ្ចប់នៃជំនួបនេះសមាភាគីទាំងពីរក៏បានផ្លាស់ប្ដូរមតិគ្នាផងដែរជុំវិញបញ្ហាអន្តរជាតិមួយចំនួនរួមទាំងការបោះឆ្នោតនៅសហរដ្ឋអាមេរិកសមុទ្រចិនខាងត្បូងនិងស្ថានភាពនៅអឺរ៉ុបជាដើមគួរបញ្ជាក់ថាឆ្នាំនេះគឺជាឆ្នាំដែលប្រទេសស៊ុយអែតដាក់បេក្ខភាពដើម្បីក្លាយជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិដែលគ្រោងនឹងបោះឆ្នោតនៅថ្ងៃទី28 ខែមិថុនានេះនៅអង្គការសហប្រជាជាតិហើយសម្ដេចតេជោបានបញ្ជាក់ថាកម្ពុជាគាំទ្របេក្ខភាពរបស់ប្រទេសស៊ុយអែតហើយប្រទេសស៊ុយអែតក៏បានគាំទ្របេក្ខភាពរបស់ប្រទេសកម្ពុជាជាបេក្ខភាពក្រុមប្រឹក្សាសង្គមសេដ្ឋកិច្ចរបស់អង្គការសហប្រជាជាតិវិញផងដែរចាអរគុណដល់ឡែកអាញាធរជំរុញការបើកផ្លូវលេខ1974និងផ្លូវលេខ1966នៅក្នុងសង្កាត់ភ្នំពេញថ្មីអាញាធររាជធានីភ្នំពេញដឹកនាំដោយអាដាមស៊ុយសេរិតអភិបាលរងរាជធានីភ្នំពេញលោកប៉ិនកុសលអភិបាលខណ្ឌសែនសុខនិងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតនាព្រឹកថ្ងៃទី23 ខែមិថុនាឆ្នាំ2016បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្ដែងនិងសម្របសម្រួលការបើកផ្លូវលេខ1966នៅក្នុងភូមិពងពាយនិងផ្លូវលេខ1974នៅក្នុងភូមិទំនប់សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខទៅតាមការស្នើសុំរបស់ប្រជាពលរដ្ឋស្របតាមគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់របស់សាលារាជធានីភ្នំពេញនៅក្នុងឱកាសអញ្ជើញចុះពិនិត្យជាក់ស្ដែងឃើញថាស្ថានភាពផ្លូវលេខ1966គឺមានលក្ខណៈស្ទើរតែបាត់លំនាំផ្លូវដោយកង់ពោលគឺមានការធ្វើរបងខាំងផ្លូវកាត់ផ្លូវមិនឲ្យធ្វើចរាចរណ៍ទៅមកដោយឡែកចំពោះផ្លូវលេខ1974វិញគឺមានលក្ខណៈរំតូចកន្លែងខ្លះនៅសល់តែ2 ទៅ 3 ម៉ែត្រហើយបើតាមគម្រោងត្រូវពង្រីកឲ្យបានទទឹង10 ម៉ែត្រនិងផ្លូវលេខ1966ត្រូវពង្រីកឲ្យបានទៅឲ្យបានពី10 ទៅ 20 ម៉ែត្រទៅតាមស្ថានភាពជាក់ស្ដែង
ការចុះសម្របសម្រួលនាពេលនេះអាដាមស៊ុយសេរិតបានជំរុញឲ្យអាជ្ញាធរខណ្ឌសែនសុខនិងសូរិយោដីខណ្ឌធ្វើការសម្របសម្រួលជាមួយនឹងម្ចាស់ដីពាក់ព័ន្ធឲ្យពួកគាត់ធ្វើការពង្រីកផ្លូវដោយស្ម័គ្រចិត្តដោយឡែកអ្នកដែលសង់របងកាត់យកផ្លូវត្រូវពិនិត្យមើលទៅលើប្លង់កម្មសិទ្ធិស្របច្បាប់របស់ពួកគាត់និងសម្របសម្រួលទៅតាមតម្លៃជាក់ស្ដែងចំពោះអ្នកដែលគ្មានប្លង់កាន់កាប់ស្របច្បាប់នោះទេឲ្យកាត់រុះរើរបងដោយខ្លួនឯងដើម្បីបើកផ្លូវបើសិនការបើកផ្លូវរួចនៅសល់ដីរបស់គាត់ប៉ុន្មានត្រូវចេញកម្មសិទ្ធិស្របច្បាប់ជូនគាត់ដើម្បីឲ្យគាត់ប្រើប្រាស់ស្របច្បាប់ជាផ្លូវការបាទរីឯព័ត៌មានជាបន្តទៅទៀតនេះគឺមានបញ្ហាប្រឈមជាច្រើនដែលប្រជាពលរដ្ឋបានលើកឡើងនៅក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌមានជ័យអាណត្តិទី2បញ្ហាប្រឈមជាច្រើនដែលប្រជាពលរដ្ឋបានលើកឡើងក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌមានជ័យអាណត្តិទី2ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី23ខែមិថុនានេះដូចជាបញ្ហាការងារសន្តិសុខសណ្ដាប់ធ្នាប់ដែលអាជីវករបានយកចិញ្ចើមផ្លូវសាធារណៈដាក់តាំងទំនិញលក់ដូរនៅតែមានហូរហែអំពើចោរកម្មបាញ់ប្លន់និងបញ្ហាអាជីវកម្មលក់ខ្សាច់ថ្មរថយន្តដឹកបំផ្លាញផ្លូវការស្នើឲ្យសាលាខណ្ឌស្ថាបនាផ្លូវបន្ថែមការដាក់បង្គោលបំភ្លឺផ្លូវសាធារណៈបញ្ហាប្រព័ន្ធលូទឹកភ្លៀងលិចចូលផ្ទះជាដើមជាមួយគ្នានេះមានបងប្អូនប្រជាពលរដ្ឋខ្លះបានលើកឡើងថាបញ្ហាល្បែងកន្ទុយលេខល្បែងហ្គេមបាញ់ត្រីដែលកាងដោយសមត្ថកិច្ចនិងអាជ្ញាធរបានធ្វើឲ្យកាត់ការក្តៅក្រហាយដល់ពួកគាត់ខណៈដែលពួកគាត់អ្នកញៀនល្បែងទាំងនោះគឺមកលេងបង្កការរំខានដល់ការរស់នៅរបស់ពួកគាត់ដូចជាហ្គេមបាញ់ត្រីផ្ទះលេខ A21 ផ្លូវលេខ271និងនៅខាងក្រោយរោងចក្រតាក់ហ្វាតម្ដុំវាលខ្សាច់នៅក្នុងសង្កាត់ចាក់អង្រែលើអភិបាលខណ្ឌមានជ័យលោកពេជ្រកែវមនីបានថ្លែងថារាល់បញ្ហាទាំងអស់ដែលបងប្អូនលើកឡើងខាងលើលោកកំពុងព្យាយាមដោះស្រាយគ្រប់បញ្ហាទាំងអស់ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាលោកបន្តថាបញ្ហាមួយចំនួនត្រូវការពេលវេលាវែងដូចជាបញ្ហាបងប្អូនដែលបានរំលោភយកផ្លូវទៅលក់ដូរបញ្ហាគ្រឿងញៀនល្បែងស៊ីសងជារួមបញ្ហាទាំងនេះយើងមិនអាចធ្វើតែមួយថ្ងៃបានទេត្រូវការពេលវេលាបញ្ហាណាយើងដោះស្រាយត្រឹមថ្នាក់ខណ្ឌគឺយើងរៀបចំបណ្ដាដោយភ្លៀងរលឹមបើចំពោះបញ្ហាហួសពីលទ្ធភាពលោកនឹងធ្វើរបាយការណ៍ឡើងទៅសាលារាជធានីភ្នំពេញឬថ្នាក់ជាតិជួយដោះស្រាយបន្តទៀតលោកអែមសុកលៀងប្រធានក្រុមប្រឹក្សាខណ្ឌមានជ័យបានលើកឡើងថាវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នាថ្ងៃនេះគឺជាការផ្ដល់ឱកាសជូនប្រជាពលរដ្ឋបានប្រស្រ័យទាក់ទងគ្នាទៅវិញទៅមករវាងរដ្ឋបាលខណ្ឌជាមួយនឹងរដ្ឋបាលសង្កាត់និងប្រជាពលរដ្ឋនិងវិស័យឯកជនដើម្បីផ្លាស់ប្ដូរនៅបទពិសោធន៍និងផ្ដល់ប្រឹក្សាអំពីអត្ថប្រយោជន៍នៃការអភិវឌ្ឍមូលដ្ឋានប្រកបដោយចីរភាពនិងប្រសិទ្ធភាពចាអរគុណសង្គមជនយុតិគមត្រីមុនបន្តទៅកាន់ព័ត៌មានជាបន្តទៅទៀតគឺសូមពេលអនុញ្ញាតសម្រាប់ជុំបញ្ចប់ធម្មកម្មវិធីមួយផ្លែសិនការប្រគំតន្ត្រីដ៏រំភើបសប្បាយប្រចាំឆ្នាំ2016តន្ត្រីឆាងសាងចំណងមិត្តភាពជួបជាមួយតារាចម្រៀងល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជារួមមានលោកឆាយវរៈយុទ្ធកញ្ញាលីនដាកញ្ញាឆាយសវណ្ណរីលោកតារារិទ្ធកញ្ញាអានីលោកថាដាននិងក្រុមតន្ត្រីដ៏មានទេពកោសល្យមកអង្រួនកម្មវិធីឲ្យកាន់តែកន្ត្រាក់រំភើបរីករាយឲ្យរំសាយអស់ក្តីកង្វល់ជួបគ្នានៅដីចុងកស៊ូខេត្តសៀមរាបថ្ងៃទី23 24មិថុនាឆ្នាំ2016វេលាម៉ោង 6 ល្ងាចរហូតដល់ពាក់កណ្ដាលរាត្រីក្រៅពីរីករាយនឹងការច្រៀងព្រមទាំងសម្ដែងរបស់តារាចម្រៀងកិត្តិយសរបស់យើងបងប្អូនដែលចូលរួមទស្សនាផ្ទាល់នឹងមានឱកាសឈ្នះរង្វាន់ពីការចាប់ឆ្នោតផ្សងសំណាងដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរឆាងចូលរួមឲ្យបានកកក្រេបរសជាតិដ៏ឈ្ងុយឆ្ងាញ់របស់ស្រាបៀរឆាងនិងចែករំលែកភាពសប្បាយរីករាយស្រស់ស្រាយជាមួយការប្រគំតន្ត្រីឆាងសាងចំណងមិត្តភាព
រាយនឹងមហារង្វាន់ពីកម្មវិធីគោះឈ្នះពីស្រាបៀរឆាងជាវស្រាបៀរឆាងពីថ្ងៃទី1មិថុនាដល់31មករា2017លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់នៅលើគម្របដបដ៏ច្រើនសន្ធឹកសន្ធាប់រង្វាន់ដ៏អស្ចារ្យរួមមានម៉ូតូ Honda Dream Series 2016ចំនួន5រង្វាន់ខ្សែកមាស 5G ចំនួន20រង្វាន់ទូរទស្សន៍ Samsung ចំនួន50រង្វាន់និងស្រាបៀរឆាងជាច្រើនរង្វាន់ទៀតក្រេបរសជាតិដ៏ឈ្ងុយឆ្ងាញ់របស់ស្រាបៀរឆាងចែករំលែកភាពសប្បាយរីករាយជាមួយមិត្តភ័ក្តិព្រមទាំងមានឱកាសឈ្នះរង្វាន់ទៀតកុំឲ្យឱកាសដ៏ពិសេសនេះរំលោភផុតឲ្យសោះឆាងស្រស់ស្រាយអស្រាអេអូនយកចេញបាទគិតលុយមែនបងអត់ទេយក10នេះចេញហើយឲ្យក្រោន99មក10ទៀតមកស្រា Ground 99រសជាតិដ៏ល្អឥតខ្ចោះបានមកពីធញ្ញជាតិនៃប្រទេស Scotland ជួបជុំរីករាយនឹងរសជាតិដ៏ស្រទន់ Ground 99ឡើងទៅកាន់កម្រិតនៃរសជាតិត្រង់នេះត្រូវតែចាំណាចាំមិនបាយបញ្យល់ទៀតទេណា 90% នៃមេរៀននេះចាញ់នៅថ្ងៃប្រឡងអូខ្ញុំអត់បានថតផងហ្នឹងអីចាំបានអត់អូត្រូវមករត់ទៅដល់គូឆាវ Magnolia King Coat Plus ចម្រាញ់ចេញពីស្លឹក King Coat មានវីតាមីន B12 ជួយបង្កើនការចងចាំបានល្អកាន់តែឆ្លៀវវៃឈ្ងុយឆ្ងាញ់ទាំង3រសជាតិ Magnolia King Coat Plus រសជាតិឆ្ងាញ់ជួយការចងចាំកាន់តែល្អខ្ញុំចង់ចូលប្រវត្តិសាស្ត្រកសិលកម្មពិបាកចងចាំណាស់មែនទេនេះណែទឹកដោះគោឆៅ Magnolia King Coat Plus ថ្មីមាន King Coat និងវីតាមីន B12 ជួយបង្កើនការចងចាំបានល្អកាន់តែឆ្លៀសវៃ Halo លោកវឌ្ឍនាមានគេសុំជួបលេខកញ្ញាកេសីគឺ012 34 09 43កញ្ញារតសម័យនឹងមកវិញនៅថ្ងៃស្អែកតាមជើងហោះហើរ K6101 ទឹកដោះគោឆៅ Magnolia King Coat Plus ថ្មីរសជាតិឆ្ងាញ់ជួយការចងចាំកាន់តែល្អការពីអមត់ចន់ព្រោះផលិតផល FNN នឹងអាចក្លាយជាមាសដាក់សម្បកផលិតផល FNN ដើម្បីឈ្នះមាស FNN គម្រប់ខួប9ឆ្នាំចែកមាស199លានរៀលចែកពិតឈ្នះពេទ្យទូទាំងប្រទេសចាប់លើកដំបងនៅភ្នំពេញបន្តមកបាត់ដំបងកំពង់ធំកំពង់ចាមកំពតចាប់រង្វាន់ផ្ដាច់ព្រាត់ទូទាំងប្រទេសនៅភ្នំពេញមាសមួយតម្លឹង19រង្វាន់ដែលឥឡូវនេះរហូតដល់9កក្កដាហេតុអ្វីបានជាហាងនេះមានអតិថិជនច្រើនម្ល៉េះតោះស្វែងយល់អាកបាំងទាំងអស់គ្នាដំបូងក៏ដាក់ទឹកដោះគោខាប់ Teapot ហើយថែមទឹកដោះគោស្រស់ Teapot Extra ផ្ដល់ក្លិនឈ្ងុយបន្ថែមរសជាតិរឹតតែឆ្ងាញ់លក់កាន់តែដាច់ណែនាំដល់យើងទាំងអស់គ្នាការពីអមត់ចន់ព្រោះផលិតផល FNN នឹងអាចក្លាយជាមាសដាក់សម្បកផលិតផល FNN ដើម្បីឈ្នះមាស FNN គម្រប់ខួប9ឆ្នាំចែកមាស199លានរៀលចែកពិតឈ្នះពេទ្យទូទាំងប្រទេសចាប់លើកដំបងនៅភ្នំពេញបន្តមកបាត់ដំបងកំពង់ធំកំពង់ចាមកំពតចាប់រង្វាន់ផ្ដាច់ព្រាត់ទូទាំងប្រទេសនៅភ្នំពេញមាសមួយតម្លឹង19រង្វាន់ដែលឥឡូវនេះរហូតដល់9កក្កដាចា演奏するよចាអ៊ឹនដាស្រីយោចាម៉ាស្សាជするよឃើញទេថាធម្មជាតិជួយថែទាំគ្នាប៉ុណ្ណាចាយ៉ាចឹងសូយហើយការយកចិត្តទុកដាក់របស់ធម្មជាតិនិងមនុស្សកើតឡើងដើម្បីតែដល់ល្អសា飲みましょうអូអ៊ីឈី Green Tea តែបៃតងពីជប៉ុនរីករាយនឹងមហារង្វាន់ពីកម្មវិធីគោះឈ្នះពីស្រាបៀរឆាងជាវស្រាបៀរឆាងពីថ្ងៃទី1មិថុនាដល់31មករា2017លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់នៅលើគម្របដបដ៏ច្រើនសន្ធឹកសន្ធាប់រង្វាន់ដ៏អស្ចារ្យរួមមានម៉ូតូ Honda Dream Series 2016ចំនួន5រង្វាន់ខ្សែកមាស 5G ចំនួន20រង្វាន់ទូរទស្សន៍ Samsung ចំនួន50រង្វាន់និងស្រាបៀរឆាងជាច្រើនរង្វាន់ទៀតក្រេបរសជាតិដ៏ឈ្ងុយឆ្ងាញ់របស់ស្រាបៀរឆាងចែករំលែកភាពសប្បាយរីករាយជាមួយមិត្តភ័ក្តិព្រមទាំងមានឱកាសឈ្នះរង្វាន់ទៀតកុំឲ្យឱកាសដ៏ពិសេសនេះរំលោភផុតឲ្យសោះឆាងស្រស់ស្រាយ
អស្រាអេអូនយកចេញ បាទគិតលុយមែនបង អត់ទេយក10នេះចេញហើយឲ្យក្រោន99មក10ទៀតមកស្រា Ground 99រសជាតិដ៏ល្អឥតខ្ចោះបានមកពីធញ្ញជាតិនៃប្រទេស Scotland ជួបជុំរីករាយនឹងរសជាតិដ៏ស្រទន់ Ground 99ឡើងទៅកាន់កម្រិតនៃរសជាតិ ត្រង់នេះត្រូវតែចាំណាចាំមិនបាយពយល់ទៀតទេណា90%នៃមេរៀននេះចាញ់នៅថ្ងៃប្រឡងខ្ញុំមិនដឹងថាថតផងហ្នឹងអីចាំបានអត់អូត្រូវមករត់ទៅដល់គូឆៅ Magnolia King Coat Plus ចម្រាញ់ចេញពីស្លឹក King Coat មានវីតាមីន B12 ជួយបង្កើនការចងចាំបានល្អកាន់តែឆ្លៀវវៃឈ្ងុយឆ្ងាញ់ទាំង3រសជាតិ Magnolia King Coat Plus រសជាតិឆ្ងាញ់ជួយការចងចាំកាន់តែល្អខ្ញុំចង់ជួបលោកវឌ្ឍនាប្រមាណរស់សម័យទឹកដោះគោឆៅ Magnolia King Coat Plus មាន King Coat និងវីតាមីន B12 រសជាតិឆ្ងាញ់ជួយការចងចាំកាន់តែល្អ Halo លោកវឌ្ឍនាមានគេសុំជួបលេខកញ្ញាគេស័យគឺ012 34 09 43ទឹកដោះគោឆៅ Magnolia King Coat Plus ថ្មីការពីអាម៉ាត់ចុតព្រោះផលិតផល FNN នឹងអាចក្លាយជាមាសដាក់សម្បកផលិតផល FNN ដើម្បីឈ្នះមាស FNN គម្រប់ខួប9ឆ្នាំចែកមាស199លានរៀលចែកពិតឈ្នះពេទ្យទូទាំងប្រទេសចាប់លើដំបងនៅភ្នំពេញបន្ទាប់មកបាត់ដំបងកំពង់ធំកំពង់ចាមកំពតចាប់រង្វាន់ផ្ដាច់ព្រាត់ទូទាំងប្រទេសនៅភ្នំពេញមាសមួយតម្លឹង19រង្វាន់ដែលលើនេះរហូតដល់9កក្កដាហេតុអ្វីបានជាហាងនេះមានអតិថិជនច្រើនម្ល៉េះតោះស្វែងយល់អាកំបាំងទាំងអស់គ្នាដំបូងក៏ដាក់ទឹកដោះគោខាប់ Teapot ហើយថែមទឹកដោះគោស្រស់ Teapot Extra ផ្ដល់ក្លិនឈ្ងុយបន្ថែមរសជាតិរឹតតែឆ្ងាញ់លក់កាន់តែដាច់ណែនាំដល់យើងទាំងអស់គ្នាការពីអាម៉ាត់ចុតព្រោះផលិតផល FNN នឹងអាចក្លាយជាមាសដាក់សម្បកផលិតផល FNN ដើម្បីឈ្នះមាស FNN គម្រប់ខួប9ឆ្នាំចែកមាស199លានរៀលចែកពិតឈ្នះពេទ្យទូទាំងប្រទេសចាប់លើដំបងនៅភ្នំពេញបន្ទាប់មកបាត់ដំបងកំពង់ធំកំពង់ចាមកំពតចាប់រង្វាន់ផ្ដាច់ព្រាត់ទូទាំងប្រទេសនៅភ្នំពេញមាសមួយតម្លឹង19រង្វាន់ដែលលើនេះរហូតដល់9កក្កដាじゃあ演奏するよចាអ៊ឹនដាស្រីយ៉ាじゃあマッサージするよឃើញទេថាធម្មជាតិជួយថែទាំគ្នាប៉ុណ្ណាចឹងសូយហើយការយកចិត្តទុកដាក់របស់ធម្មជាតិនិងមនុស្សកើតឡើងដើម្បីតែដ៏ល្អសា飲みましょう Oichi Green Tea តែបៃតងពីជប៉ុនចាអរគុណទស្សនិកជននាទីលោកទីមេត្រីយើងបន្តទៅកាន់ព័ត៌មានជាបន្តទៅពាក់ព័ន្ធនឹងអាដាមសាសរឿនបានគោរពវិញ្ញាណក្ខន្ធនិងប្រគល់ថវិកាសពកញ្ញាវរៈសេនីយ៍ត្រីលីដាវីរាជធានីភ្នំពេញនៅថ្ងៃទី22ខែ6ឆ្នាំ2016ដើម្បីចូលរួមរំលែកទុក្ខជាមួយនឹងក្រុមគ្រួសារសពកញ្ញាវរៈសេនីយ៍ត្រីលីដាវីជំនួយការការិយាល័យកិច្ចការនារីនាយកដ្ឋានកិច្ចការយោធាស៊ីវិលនៃអគ្គនាយកដ្ឋានយោធិនសេវាក្រសួងការពារជាតិនេះនារសៀលថ្ងៃទី22ខែមិថុនាឆ្នាំ2016នេះអាដាមស្នេហ៍អាយសាសរឿនអគ្គនាយករងអគ្គនាយកដ្ឋានយោធិនសេវានិងជានាយកដ្ឋានកិច្ចការយោធាស៊ីវិលក្រសួងការពារជាតិព្រមទាំងប្រតិភូអមដំណើរបានអញ្ជើញគោរពវិញ្ញាណក្ខន្ធនិងបាននាំយកនៅថវិកាគោលនយោបាយសហសង្គ្រោះរបស់អង្គភាពនិងថវិកាបូជាសពរបស់ក្រសួងការពារជាតិសរុបចំនួន13លាន270,000រៀលដើម្បីផ្ដល់ជូនតំណាងក្រុមគ្រួសារសពសម្រាប់រៀបចំធ្វើបុណ្យទៅតាមប្រពៃណីនិងព្រះពុទ្ធសាសនានិងបែបពិធីកងទ័ពសពកញ្ញាវរៈសេនីយ៍ត្រីលីដាវីដែលបានទទួលមរណភាពនាព្រឹកចាស់ថ្ងៃទី21ខែមិថុនាឆ្នាំ2016វេលាម៉ោង 10:00 នាទីព្រឹកកន្លងទៅនៅក្នុងអាយុ36ឆ្នាំដោយអំពើឃាតកម្មអាដាមស្នេហ៍ឯកសារសរឿនបានលើកឡើងផងដែរពីការយកចិត្តទុកដាក់ពីប្រមុខដឹកនាំរដ្ឋាភិបាលថ្នាក់ដឹកនាំរបស់ក្រសួងការពារជាតិនិងអគ្គមេបញ្ជាការនៃកងយុទ្ធពលខេមរភូមិន្ទដែលជារាជការតែងតែគិតគូរខ្ពស់និងយកចិត្តទុកដាក់បំផុតចំពោះសុខទុក្ខរបស់នីតិហ៊ានរងពលទាហាននៅក្នុងកងយុទ្ធពលខេមរភូមិន្ទទាំងអស់ទោះស្ថិតនៅក្នុងការគ្រប់គ្រងឬចូលនិវត្តន៍ហើយក៏ដោយក៏រដ្ឋាភិបាលតែងតែបីបាច់ថែរក្សាជានិច្ចព្រមទាំងបានផ្ដល់ការលើកទឹកចិត្តដល់ញាតិមិត្តនិងក្រុមគ្រួសារនៃសពផងដែរ
គូបញ្ជាក់ថាសពកញ្ញាវរៈស្នេហ៍ត្រីលីដាវីបានទទួលមរណភាពនាព្រឹកថ្ងៃទី21ខែមិថុនាឆ្នាំ2016វេលាម៉ោង10ព្រឹកកន្លងទៅនេះនៅក្នុងអាយុ36ឆ្នាំដោយអំពើឃាតកម្មហើយបច្ចុប្បន្នសំណុំរឿងនេះនឹងអង្គភាពបានសហការជាមួយនឹងជំនាញស្រាវជ្រាវរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញបានវែកមុខឃាតករឃើញហើយកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីធ្វើការផ្តន្ទាទោសទៅតាមផ្លូវច្បាប់សូមបរិញ្ញាសម្រាប់គ្រប់ទងជាតិមួយផ្លែសិនចាអរគុណវគ្គនេះយើងជួបនៅព័ត៌មានសន្តិសុខសង្គមដែលកាត់ដណ្ដៃដំបងក៏ពាក់ព័ន្ធនឹងក្មេងប្រុសអាយុ16ឆ្នាំរំលោភក្មេងស្រីអនិច្ចជនតែមិនបានសម្រេចត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនក្មេងប្រុសម្នាក់ដែលទើបតែអាយុ16ឆ្នាំម្នាក់បានធ្វើសកម្មភាពចាប់រំលោភទៅលើក្មេងស្រីអនិច្ចជនត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនតាមពាក្យបណ្ដឹងរបស់ម្ដាយជនរងគ្រោះកាលពីវេលាម៉ោង 9:10 នាទីព្រឹកនៅថ្ងៃទី23ខែមិថុនាឆ្នាំ2016នៅចំណុចវត្តទឹកថ្លាភូមិចុងខ្នល់លិចសង្កាត់ទឹកថ្លាខណ្ឌសែនសុខបន្តព័ត៌មានពីសមត្ថកិច្ចបានដឹងថាជនសង្ស័យមានឈ្មោះវិតសវុតអាយុ16ឆ្នាំមុខរបរជាកម្មករស្នាក់នៅផ្ទះលេខ 5A ផ្លូវលេខ 281 សង្កាត់បឹងកក់ 1 ខណ្ឌទូកកយោងតាមសម្ដីម្ដាយក្មេងស្រីរងគ្រោះគឺបានដឹងថាមុនពេលកើតហេតុគាត់បានទៅចូលរួមពិធីបុណ្យសពគេនៅវត្តទឹកថ្លាគណៈដែលកំពុងតែរវល់ជនសង្ស័យបានហៅក្មេងស្រីរងគ្រោះទៅបត់ជើងជាមួយគ្រានោះជនសង្ស័យក៏បានព្យាយាមរំលោភតែមិនបានសម្រេចម្ដាយក្មេងស្រីរងគ្រោះបន្តថាពេលកូនគាត់ត្រឡប់មកវិញឃើញមានចាឈាមប្រឡាក់នៅលើជើងហើយកូនគាត់ប្រាប់ថាជនសង្ស័យបានចាប់រំលោភតែមិនបានសម្រេចនោះទេបន្ទាប់មកម្ដាយកុមាររងគ្រោះក៏បានទៅដាក់ពាក្យបណ្ដឹងក្រោយពីទទួលបានបណ្ដឹងរួចសមត្ថកិច្ចក៏បានចុះទៅឃាត់ខ្លួនជនសង្ស័យដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការទៅតាមផ្លូវច្បាប់បន្តទៅកាន់ព័ត៌មានជាបន្តទៅទៀតគឺសូមពេលអនុញ្ញាតសម្រាប់ជុំបញ្ចប់ធម្មកម្មវិធីមួយផ្លែសិនការប្រគំតន្ត្រីដ៏រំភើបសប្បាយប្រចាំឆ្នាំ2016តន្ត្រីឆាងសាងចំណងមិត្តភាពជួបជាមួយតារាចម្រៀងល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជារួមមានលោកឆាយវរៈយុទ្ធកញ្ញាលីនដាកញ្ញាឆាយសវណ្ណរីលោកតារារិទ្ធកញ្ញាអានីលោកថាដាននិងក្រុមតន្ត្រីដ៏មានទេពកោសល្យមកអង្រួនកម្មវិធីឲ្យកាន់តែកន្ត្រាក់រំភើបរីករាយឲ្យរំសាយអស់ក្តីកង្វល់ជួបគ្នានៅដីចុងកស៊ូខេត្តសៀមរាបថ្ងៃទី23 24មិថុនាឆ្នាំ2016វេលាម៉ោង 6 ល្ងាចរហូតដល់ពាក់កណ្ដាលរាត្រីក្រៅពីរីករាយនឹងការច្រៀងព្រមទាំងសម្ដែងរបស់តារាចម្រៀងកិត្តិយសរបស់យើងបងប្អូនដែលចូលរួមទស្សនាផ្ទាល់នឹងមានឱកាសឈ្នះរង្វាន់ពីការចាប់ឆ្នោតផ្សងសំណាងដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរឆាងចូលរួមឲ្យបានកកកក្រេបរសជាតិដ៏ឈ្ងុយឆ្ងាញ់របស់ស្រាបៀរឆាងនិងចែករំលែកភាពសប្បាយរីករាយស្រស់ស្រាយជាមួយការប្រគំតន្ត្រីឆាងសាងចំណងមិត្តភាព រីករាយនឹងមហារង្វាន់ពីកម្មវិធីគោះឈ្នះពីស្រាបៀរឆាងជាវស្រាបៀរឆាងពីថ្ងៃទី1មិថុនាដល់31មករា2017លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់នៅលើគម្របដបដ៏ច្រើនសន្ធឹកសន្ធាប់រង្វាន់ដ៏អស្ចារ្យរួមមានម៉ូតូ Honda Dream ស៊េរី2016ចំនួន5រង្វាន់ខ្សែកមាស 5G ចំនួន20រង្វាន់ទូរទស្សន៍ Samsung ចំនួន50រង្វាន់និងស្រាបៀរឆាងជាច្រើនរង្វាន់ទៀតក្រេបរសជាតិដ៏ឈ្ងុយឆ្ងាញ់របស់ស្រាបៀរឆាងចែករំលែកភាពសប្បាយរីករាយជាមួយមិត្តភ័ក្តិព្រមទាំងមាន
ឱកាសឈ្នះរង្វាន់ទៀតកុំឲ្យឱកាសដ៏ពិសេសនេះរំលោភផុតឲ្យសោះឆាងស្រស់ស្រាយស្រស់ស្រាយ អស្រាអេអូនយកចេញ បាទគិតលុយមែនបង អត់ទេយក10នេះចេញហើយឲ្យក្រោន99មក10ទៀតមកស្រា Ground 99 រសជាតិដ៏ល្អឥតខ្ចោះបានមកពីធញ្ញជាតិនៃប្រទេស Scotland ជួបជុំរីករាយនឹងរសជាតិដ៏ស្រទន់ Ground 99 ឡើងទៅកាន់កម្រិតនៃរសជាតិ ត្រង់នេះត្រូវតែចាំណាចាំមិនបាយពយល់ទៀតទេណោះ 90% នៃមេរៀននេះចាញ់នៅថ្ងៃប្រឡងខ្ញុំមិនថតផងហ្នឹងអីចាំបានអត់អូត្រូវមកព្រឹកទៅដល់គូឆាវ Magnolia King Cock Plus ចម្រាញ់ចេញពីស្លឹក King Cock មានវីតាមីន B12 ជួយបង្កើនការចងចាំបានល្អកាន់តែឆ្លៀវវៃឈ្ងុយឆ្ងាញ់ទាំង3រសជាតិ Magnolia King Cock Plus រសជាតិឆ្ងាញ់ជួយការចងចាំកាន់តែល្អខ្ញុំចង់ចូលប្រវត្តិសាស្ត្រកសិកម្មកញ្ញារស្មីពិបាកចងចាំណាស់មែនទេនេះណែទឹកដោះគោឆៅ Magnolia King Cock Plus ថ្មីមាន King Cock និងវីតាមីន B12 ជួយបង្កើនការចងចាំបានល្អកាន់តែឆ្លៀសវៃ Halo លោកវឌ្ឍនាមានគេសុំជួបលេខកញ្ញាកេសីគឺ012 34 09 43កញ្ញារតសម័យនឹងមកវិញនៅថ្ងៃស្អែកតាមជើងហោះហើរ K6101 ទឹកដោះគោឆៅ Magnolia King Cock Plus ថ្មីរសជាតិឆ្ងាញ់ជួយការចងចាំកាន់តែល្អការពីអាម៉ាត់ចុតព្រោះផលិតផល FNN នឹងអាចក្លាយជាមាសដាក់សម្បកផលិតផល FNN ដើម្បីឈ្នះមាស FNN គម្រប់ខួប9ឆ្នាំចែកមាស199លានរៀលចែកពិតឈ្នះពេទ្យទូទាំងប្រទេសចាប់លើដំបងនៅភ្នំពេញបន្តមកបាត់ដំបងកំពង់ធំកំពង់ចាមកំពតចាប់រង្វាន់ផ្ដាច់ព្រាត់ទូទាំងប្រទេសនៅភ្នំពេញមាសមួយតម្លឹង19រង្វាន់ដែលឥឡូវនេះរហូតដល់9កក្កដាហេតុអ្វីបានជាហាងនេះមានអតិថិជនច្រើនម្ល៉េះតោះស្វែងយល់អាកបាំងទាំងអស់គ្នាដំបូងក៏ដាក់ទឹកដោះគោខាប់ Teapot ហើយថែមទឹកដោះគោស្រស់ Teapot Extra ផ្ដល់ក្លិនឈ្ងុយបន្ថែមរសជាតិរឹតតែឆ្ងាញ់លក់កាន់តែដាច់ណែនាំដល់យើងទាំងអស់គ្នាការពីអាម៉ាត់ចុតព្រោះផលិតផល FNN នឹងអាចក្លាយជាមាសដាក់សម្បកផលិតផល FNN ដើម្បីឈ្នះមាស FNN គម្រប់ខួប9ឆ្នាំចែកមាស199លានរៀលចែកពិតឈ្នះពេទ្យទូទាំងប្រទេសចាប់លើដំបងនៅភ្នំពេញបន្តមកបាត់ដំបងកំពង់ធំកំពង់ចាមកំពតចាប់រង្វាន់ផ្ដាច់ព្រាត់ទូទាំងប្រទេសនៅភ្នំពេញមាសមួយតម្លឹង19រង្វាន់ដែលឥឡូវនេះរហូតដល់9កក្កដាじゃあ演奏するよចា じゃあマッサージするよឃើញទេថាធម្មជាតិជួយថែទាំគ្នាប៉ុណ្ណាចឹងសូយហើយការយកចិត្តទុកដាក់របស់ធម្មជាតិនិងមនុស្សកើតឡើងដើម្បីតែដល់ល្អសា飲みましょう Oichi Green Tea តែបៃតងពីជប៉ុនរីករាយនឹងមហារង្វាន់ពីកម្មវិធីគោះឈ្នះពីស្រាបៀរឆាងជាវស្រាបៀរឆាងពីថ្ងៃទី1មិថុនាដល់31មករា2017លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់នៅលើគម្របដបដ៏ច្រើនសន្ធឹកសន្ធាប់រង្វាន់ដ៏អស្ចារ្យរួមមានម៉ូតូ Honda Dream Series 2016ចំនួន5រង្វាន់ខ្សែកមាស 5G ចំនួន20រង្វាន់ទូរទស្សន៍ Samsung ចំនួន50រង្វាន់និងស្រាបៀរឆាងជាច្រើនរង្វាន់ទៀតក្រេបរសជាតិដ៏ឈ្ងុយឆ្ងាញ់របស់ស្រាបៀរឆាងចែករំលែកភាពសប្បាយរីករាយជាមួយមិត្តភ័ក្តិព្រមទាំងមានឱកាសឈ្នះរង្វាន់ទៀតកុំឲ្យឱកាសដ៏ពិសេសនេះរំលោភផុតឲ្យសោះឆាងស្រស់ស្រាយស្រស់ស្រាយអស្រាអេអូនយកចេញ បាទគិតលុយមែនបង អត់ទេយក10នេះចេញហើយឲ្យក្រោន99មក10ទៀតមកស្រា Ground 99 រសជាតិដ៏ល្អឥតខ្ចោះបានមកពីធញ្ញជាតិនៃប្រទេស Scotland ជួបជុំរីករាយនឹងរសជាតិដ៏ស្រទន់ Ground 99
ឡើងទៅកាន់កម្រិតនៃរសជាតិ ត្រង់នេះត្រូវតែចាំណាចាំមិនបាយបញ្យល់ទៀតទេណា90%នៃមេរៀននេះចាញ់នៅថ្ងៃប្រឡងខ្ញុំមិនបានថតផងហ្នឹងអីចាំបានអត់អូត្រូវមករត់ទៅដល់គូឆាវ Magnolia King Coat Plus ចម្រាញ់ចេញពីស្លឹក King Coat មានវីតាមីន B12 ជួយបង្កើនការចងចាំបានល្អកាន់តែឆ្លៀវវៃឈ្ងុយឆ្ងាញ់ទាំង3រសជាតិ Magnolia King Coat Plus រសជាតិឆ្ងាញ់ជួយការចងចាំកាន់តែល្អខ្ញុំចង់ជួបវឌ្ឍនាកម្មារស់សម័យទឹកដោះគោឆៅ Magnolia King Coat Plus មាន King Coat និងវីតាមីន B12 រសជាតិឆ្ងាញ់ជួយការចងចាំកាន់តែល្អ Halo លោកវឌ្ឍនាមានគេសុំជួបលេខកញ្ញាគេស្អីគឺ012 34 09 43ទឹកដោះគោឆៅ Magnolia King Coat Plus ថ្មីការពីអាម៉ាត់ចុនព្រោះផលិតផល FNN នឹងអាចក្លាយជាមាសដាក់សម្បកផលិតផល FNN ដើម្បីឈ្នះមាស FNN គម្រប់ខួប9ឆ្នាំចែកមាស199លានរៀលចែកពិតឈ្នះពេទ្យទូទាំងប្រទេសចាប់លើដំបងនៅភ្នំពេញបន្ទាប់មកបាត់ដំបងកំពង់ធំកំពង់ចាមកំពតចាប់រង្វាន់ផ្ដាច់ព្រាត់ទូទាំងប្រទេសនៅភ្នំពេញមាសមួយតម្លឹង19រង្វាន់ដែលឥឡូវនេះរហូតដល់9កក្កដាហេតុអ្វីបានជាហាងនេះមានអតិថិជនច្រើនម្ល៉េះតោះស្វែងយល់អាកបាំងទាំងអស់គ្នាដំបូងក៏ដាក់ទឹកដោះគោខាប់ Teapot ហើយថែមទឹកដោះគោស្រស់ Teapot Extra ផ្ដល់ក្លិនឈ្ងុយបន្ថែមរសជាតិរឹតតែឆ្ងាញ់លក់កាន់តែដាច់ណែនាំដល់យើងទាំងអស់គ្នាការពីអាម៉ាត់ចុនព្រោះផលិតផល FNN នឹងអាចក្លាយជាមាសដាក់សម្បកផលិតផល FNN ដើម្បីឈ្នះមាស FNN គម្រប់ខួប9ឆ្នាំចែកមាស199លានរៀលចែកពិតឈ្នះពេទ្យទូទាំងប្រទេសចាប់លើដំបងនៅភ្នំពេញបន្ទាប់មកបាត់ដំបងកំពង់ធំកំពង់ចាមកំពតចាប់រង្វាន់ផ្ដាច់ព្រាត់ទូទាំងប្រទេសនៅភ្នំពេញមាសមួយតម្លឹង19រង្វាន់ដែលឥឡូវនេះរហូតដល់9កក្កដាじゃあ演奏するよចាអ៊ឹនដាស្រីយ៉ាじゃあマッサージするよឃើញទេថាធម្មជាតិជួយថែទាំគ្នាប៉ុណ្ណាចឹងសូយហើយការយកចិត្តទុកដាក់របស់ធម្មជាតិនិងមនុស្សកើតឡើងដើម្បីតែដ៏ល្អសា飲みましょう Oichi Green Tea តែបៃតងពីជប៉ុនចាកូនទស្សនិកជនជាទីគោរពមេត្រីយើងបន្តទៅកាន់ករណីជាបន្តគឺសិស្សសាលា2នាក់បានជិះម៉ូតូជជែកគ្នាបណ្ដាបានតាក់ដៃចង្កូតដួលរងរបួសធ្ងន់ម្នាក់និងស្រាម្នាក់យុវសាស្ត្រ2នាក់បានរងរបួសធ្ងន់បន្ទាប់ពីជិះម៉ូតូជជែកគ្នានៅក្នុងល្បឿនលឿនបណ្ដាលឲ្យតាក់ដៃចង្កូតដួលហេតុការណ៍នេះក៏បានកាត់ឡើងកាលពីវេលាម៉ោង 2:15 នាទីរសៀលថ្ងៃទី22ខែមិថុនាឆ្នាំ2016ស្ថិតលើកំណត់ផ្លូវជាតិលេខ33ត្រង់ចំណុចផ្លូវកោងនៅក្នុងភូមិដំណាក់ចង្អាសង្កាត់ព្រៃធំក្រុងកែបខេត្តកែបបើតាមព័ត៌មានពីសមត្ថកិច្ចគឺបានដឹងថាជនរងគ្រោះទី1ឈ្មោះកែរតនាភេទប្រុសអាយុ16ឆ្នាំទី2ឈ្មោះផែសាវ៉ែនភេទប្រុសអាយុ18ឆ្នាំទាំងពីរនាក់នឹងជាសិស្សរៀននៅវិទ្យាល័យព្រៃធំមុនពេលកើតហេតុជនរងគ្រោះឈ្មោះកែរតនាបានជិះម៉ូតូមួយគ្រឿងម៉ាក Honda Dream C125 ពណ៌ខ្មៅពាក់ស្លាកលេខ 1SS 2983ក្នុងទឹកដៅនឹងពីការទៅលិចចំណែកឯជនរងគ្រោះឈ្មោះផែសាវ៉ែនជិះម៉ូតូម៉ាក MSX នៅក្នុងទឹកដៅស្របគ្នានៅក្នុងល្បឿនលឿនក៏វ៉ាគ្នាទៅមកគណៈទៅដល់ចំណុចកាត់ហេតុក៏ស្រាប់តែតាក់ដៃចង្កូតបណ្ដាលឲ្យដួលរងរបួសធ្ងន់និងស្រាទាំងពីរនាក់តែម្ដងបន្ទាប់ពីការហែសមត្ថកិច្ចបានចុះទៅពិនិត្យធ្វើការវាស់វែងនិងបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះចំណែកឯម៉ូតូទាំងពីរគ្រឿងសមត្ថកិច្ចយកទៅរក្សាទុកជាបណ្ដាអាសន្នរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយចាអានឹងជាលទ្ធផលដែរថាធម្មតាបងប្អូនសិស្សសាលាភាគច្រើនគឺអញ្ចឹងគាត់តែងតែជាហៅជីបបដាគ្នាខ្លះ2ជួរខ្លះ3ជួរខ្លះឈានទៅដល់4ជួរទៀតករណីហ្នឹងវាមានអញ្ចឹងឥឡូវដូចករណីបានកើតឡើងហើយជីបដាគ្នាចែកគ្នាក៏បានតាក់ដៃចង្កូតគ្នាដួលម្នាក់រងរបួសធ្ងន់ម្នាក់រងរបួសស្រានៅឯខេត្តកំពតបន្តទៅកាន់ព័ត៌មានជាបន្តទៅទៀតគឺសូមពេលអនុញ្ញាតសម្រាប់ជុំបញ្ចប់ធម្មកម្មវិធីមួយផ្លែសិន
ការប្រគំតន្ត្រីដ៏រំភើបសប្បាយប្រចាំឆ្នាំ 2016 តន្ត្រីឆាងសាងចំណងមិត្តភាពជួបជាមួយតារាចម្រៀងល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជារួមមានលោកឆាយវរៈយុទ្ធកញ្ញាលីនដាកញ្ញាឆាយសវណ្ណរីលោកតារារិទ្ធកញ្ញាអានីលោកថាដាននិងក្រុមតន្ត្រីដ៏មានទេពកោសល្យមកអង្រួនកម្មវិធីឲ្យកាន់តែកន្ត្រាក់រំភើបរីករាយឲ្យរំសាយអស់ក្តីកង្វល់ជួបគ្នានៅដីចុងកស៊ូខេត្តសៀមរាបថ្ងៃទី23 24 មិថុនាឆ្នាំ 2016 វេលាម៉ោង 6 ល្ងាចរហូតដល់ពាក់កណ្ដាលរាត្រីក្រៅពីរីករាយនឹងការច្រៀងព្រមទាំងសម្ដែងរបស់តារាចម្រៀងកិត្តិយសរបស់យើងបងប្អូនដែលចូលរួមទស្សនាផ្ទាល់នឹងមានឱកាសឈ្នះរង្វាន់ពីការចាប់ឆ្នោតផ្សងសំណាងដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរឆាងចូលរួមឲ្យបានកកកក្រេបរសជាតិដ៏ឈ្ងុយឆ្ងាញ់របស់ស្រាបៀរឆាងនិងចែករំលែកភាពសប្បាយរីករាយស្រស់ស្រាយជាមួយការប្រគំតន្ត្រីឆាងសាងចំណងមិត្តភាព រីករាយនឹងមហារង្វាន់ពីកម្មវិធីគោះឈ្នះពីស្រាបៀរឆាងជាវស្រាបៀរឆាងពីថ្ងៃទី 1 មិថុនាដល់ 31 មករា 2017 លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់នៅលើគម្របដបដ៏ច្រើនសន្ធឹកសន្ធាប់រង្វាន់ដ៏អស្ចារ្យរួមមានម៉ូតូ Honda Dream Series 2016 ចំនួន 5 រង្វាន់ខ្សែកមាស 5G ចំនួន 20 រង្វាន់ទូរទស្សន៍ Samsung ចំនួន 50 រង្វាន់និងស្រាបៀរឆាងជាច្រើនរង្វាន់ទៀតក្រេបរសជាតិដ៏ឈ្ងុយឆ្ងាញ់របស់ស្រាបៀរឆាងចែករំលែកភាពសប្បាយរីករាយជាមួយមិត្តភ័ក្តិព្រមទាំងមានឱកាសឈ្នះរង្វាន់ទៀតកុំឲ្យឱកាសដ៏ពិសេសនេះរំលងផុតឲ្យសោះឆាងស្រស់ស្រាយអស្រាអេអូនយកចេញបាទគិតលុយមែនបងអត់ទេយក10នេះចេញហើយឲ្យ Ground 99 មក10ទៀតមកស្រា Ground 99 រសជាតិដ៏ល្អឥតខ្ចោះបានមកពីធញ្ញជាតិនៃប្រទេស Scotland ជួបជុំរីករាយនឹងរសជាតិដ៏ស្រទន់ Ground 99 ឡើងទៅកាន់កម្រិតនៃរសជាតិត្រង់នេះត្រូវតែចាំណាចាំមិនបាយពយល់ទៀតទេណោះ 90% នៃមេរៀននេះចាញ់នៅថ្ងៃប្រឡងអូខ្ញុំមិនផងហ្នឹងអីចាំបានអត់អូត្រូវមករត់ទៅដល់គូឆាវ Magnolia King Coat Plus ចម្រាញ់ចេញពីស្លឹក King Coat មានវីតាមីន B12 ជួយបង្កើនការចងចាំបានល្អកាន់តែឆ្លៀវវៃឈ្ងុយឆ្ងាញ់ទាំង3រសជាតិ Magnolia King Coat Plus រសជាតិឆ្ងាញ់ជួយការចងចាំកាន់តែល្អខ្ញុំចាំជួបប្រវត្តិសាស្ត្រកសិលេខប្រមាណពិបាកចងចាំណាស់មែនទេនេះណែទឹកដោះគោឆៅ Magnolia King Coat Plus ថ្មីមាន King Coat និងវីតាមីន B12 ជួយបង្កើនការចងចាំបានល្អកាន់តែឆ្លៀវវៃ Halo លោកវឌ្ឍនាមានគេសុំជួបលេខកញ្ញាកេសីគឺ012 34 09 43កញ្ញារតសម័យនឹងមកវិញនៅថ្ងៃស្អែកតាមជើងហោះហើរ K6101 ទឹកដោះគោឆៅ Magnolia King Coat Plus ថ្មីរសជាតិឆ្ងាញ់ជួយការចងចាំកាន់តែល្អការពីអមត់ចន់ព្រោះផលិតផល FNN នឹងអាចក្លាយជាមាសដាក់សម្បកផលិតផល FNN ដើម្បីឈ្នះមាស FNN គម្រប់ខួប9ឆ្នាំចែកមាស199លានរៀលចែកពិតឈ្នះពេទ្យទូទាំងប្រទេសចាប់លើដំបងនៅភ្នំពេញបន្ទាប់មកបាត់ដំបងកំពង់ធំកំពង់ចាមកំពតចាប់រង្វាន់ផ្នែកព្រាត់ទូទាំងប្រទេសនៅភ្នំពេញមាសមួយតម្លឹង19រង្វាន់ដែលលើនេះរហូតដល់9កក្កដាហេតុអ្វីបានជាហាងនេះមានអតិថិជនច្រើនម្ល៉េះតោះស្វែងយល់អាកបាំងទាំងអស់គ្នាដំបូងក៏ដាក់ទឹកដោះគោខាប់ Teapot ហើយថែមទឹកដោះគោស្រស់ Teapot Extra ផ្ដល់ក្លិនឈ្ងុយបន្ថែមរសជាតិរឹតតែឆ្ងាញ់លក់កាន់តែដាច់ណែនាំដល់យើងទាំងអស់គ្នាការពីអមត់ចន់ព្រោះផលិតផល FNN នឹងអាចក្លាយជាមាសដាក់សម្បកផលិតផល FNN ដើម្បីឈ្នះមាស FNN គម្រប់ខួប9ឆ្នាំចែកមាស199លានរៀលចែកពិតឈ្នះពេទ្យទូទាំងប្រទេសចាប់លើដំបងនៅភ្នំពេញបន្ទាប់មកបាត់ដំបងកំពង់ធំកំពង់ចាមកំពតចាប់រង្វាន់ផ្នែកព្រាត់ទូទាំងប្រទេសនៅភ្នំពេញមាសមួយតម្លឹង19រង្វាន់ដែលលើនេះរហូតដល់9កក្កដាじゃあ演奏するよじゃあ運動するよ
ចាម៉ាស្សាជស្រីឃើញទេថាធម្មជាតិជួយថែទាំគ្នាប៉ុណ្ណាចឹងសួយហើយការយកចិត្តទុកដាក់របស់ធម្មជាតិនិងមនុស្សកើតឡើងដើម្បីតែដល់ល្អសា飲みましょう អូអ៊ីឈី Green Tea តែបៃតងពីជប៉ុនរីករាយនឹងមហារង្វាន់ពីកម្មវិធីគោះឈ្នះពីស្រាបៀរឆាងជាវស្រាបៀរឆាងពីថ្ងៃទី1មិថុនាដល់31មករា2017លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់នៅលើគម្របដបដ៏ច្រើនសន្ធឹកសន្ធាប់រង្វាន់ដ៏អស្ចារ្យរួមមានម៉ូតូ Honda Dream Series 2016ចំនួន5រង្វាន់ខ្សែកមាស 5G ចំនួន20រង្វាន់ទូរទស្សន៍ Samsung ចំនួន50រង្វាន់និងស្រាបៀរឆាងជាច្រើនរង្វាន់ទៀតក្រេបរសជាតិដ៏ឈ្ងុយឆ្ងាញ់របស់ស្រាបៀរឆាងចែករំលែកភាពសប្បាយរីករាយជាមួយមិត្តភ័ក្តិព្រមទាំងមានឱកាសឈ្នះរង្វាន់ទៀតកុំឲ្យឱកាសដ៏ពិសេសនេះរំលងផុតឲ្យសោះឆាងស្រស់ស្រាយអស្រាអេអូនយកចេញបាទគិតលុយមែនបងអត់ទេយក10នេះចេញហើយឲ្យក្រោន99មក10ទៀតមកស្រា Ground 99រសជាតិដ៏ល្អឥតខ្ចោះបានមកពីធញ្ញជាតិនៃប្រទេស Scotland ជួបជុំរីករាយនឹងរសជាតិដ៏ស្រទន់ Ground 99ឡើងទៅកាន់កម្រិតនៃរសជាតិត្រង់នេះត្រូវតែចាំណាចាំមិនបាយពយល់ទៀតទេណា90%នៃមេរៀននេះចាញ់នៅថ្ងៃប្រឡងខ្ញុំមិនទាន់បានថតផងហ្នឹងអីចាំបានអត់អូត្រូវមករឹតទៅដល់គូឆាវ Magnolia King Coat Plus ចម្រាញ់ចេញពីស្លឹក King Coat មានវីតាមីន B12 ជួយបង្កើនការចងចាំបានល្អកាន់តែឆ្លៀវវៃឈ្ងុយឆ្ងាញ់ទាំង3រសជាតិ Magnolia King Coat Plus រសជាតិឆ្ងាញ់ជួយការចងចាំកាន់តែល្អខ្ញុំចង់ជួបលោកវឌ្ឍនាប្រមាណរស់សម័យទឹកដោះគោឆៅ Magnolia King Coat Plus មាន King Coat និងវីតាមីន B12 រសជាតិឆ្ងាញ់ជួយការចងចាំកាន់តែល្អហៅលោកវឌ្ឍនាមានគេសុំជួបលេខកញ្ញាគេស័យគឺ012 34 09 43ទឹកដោះគោឆៅ Magnolia King Coat Plus ថ្មីការពីអាម៉ាត់ចុតព្រោះផលិតផល FNN នឹងអាចក្លាយជាមាសដាក់សម្បកផលិតផល FNN ដើម្បីឈ្នះមាស FNN គម្រប់ខួប9ឆ្នាំចែកមាស199លានរៀលចែកពិតឈ្នះពេទ្យទូទាំងប្រទេសចាប់លើដំបងនៅភ្នំពេញបន្ទាប់មកបាត់ដំបងកំពង់ធំកំពង់ចាមកំពតចាប់រង្វាន់ផ្ដាច់ព្រាត់ទូទាំងប្រទេសនៅភ្នំពេញមាសមួយតម្លឹង19រង្វាន់ដែលលើនេះរហូតដល់9កក្កដាហេតុអ្វីបានជាហាងនេះមានអតិថិជនច្រើនម្ល៉េះតោះស្វែងយល់អាកបាំងទាំងអស់គ្នាដំបូងក៏ដាក់ទឹកដោះគោខាប់ Teapot ហើយថែមទឹកដោះគោស្រស់ Teapot Extra ផ្ដល់ក្លិនឈ្ងុយបន្ថែមរសជាតិរឹតតែឆ្ងាញ់លក់កាន់តែដាច់ណែនាំដល់យើងទាំងអស់គ្នាការពីអាម៉ាត់ចុតព្រោះផលិតផល FNN នឹងអាចក្លាយជាមាសដាក់សម្បកផលិតផល FNN ដើម្បីឈ្នះមាស FNN គម្រប់ខួប9ឆ្នាំចែកមាស199លានរៀលចែកពិតឈ្នះពេទ្យទូទាំងប្រទេសចាប់លើដំបងនៅភ្នំពេញបន្ទាប់មកបាត់ដំបងកំពង់ធំកំពង់ចាមកំពតចាប់រង្វាន់ផ្ដាច់ព្រាត់ទូទាំងប្រទេសនៅភ្នំពេញមាសមួយតម្លឹង19រង្វាន់ដែលលើនេះរហូតដល់9កក្កដាចា演奏するよចាするよじゃあマッサージするよឃើញទេថាធម្មជាតិជួយថែទាំគ្នាប៉ុណ្ណាចឹងសួយហើយការយកចិត្តទុកដាក់របស់ធម្មជាតិនិងមនុស្សកើតឡើងដើម្បីតែដល់ល្អសា飲みましょうអូអ៊ីឈី Green Tea តែបៃតងពីជប៉ុនចាទស្សនិកជនទីគោរពមេត្រីវគ្គនេះយើងជួបនៅសេចក្តីរាយការណ៍ពីតាមបណ្ដាខេត្តចង់ដឹងថាថ្ងៃនេះនៅខេត្តបាត់ដំបងគាត់មានសេចក្តីរាយការណ៍អ្វីយកមកជម្រាបជូនដល់ទស្សនិកជនដែលកំពុងតែតាមដានទស្សនាទាំងអស់គ្នាចាជំរាបសួរលោកសុផានិតបាទជំរាបសួរកញ្ញាវណ្ណាលោកសត្យាព្រមទាំងទទួលនិកជនដែលកំពុងតាមដានទស្សនាកម្មវិធី
តើណែកាលរបស់ប៉ូលីបីនៅព្រឹកនេះផងដែរបាទចាលោកផានិតអាកាសធាតុនៅខាងខេត្តបាត់ដំបងស្មាននេះយ៉ាងណាដែរលោកបាត់សម្រាប់អាកាសធាតុនៅបាត់ដំបងព្រឹកនេះមិនស្លាស់ធម្មតាបាទកញ្ញាបាទចាហើយថ្ងៃនេះលោកមានព័ត៌មានអ្វីយកមកជម្រាបជូនដល់ទស្សនិកជនព្រឹកនេះខ្ញុំមានព័ត៌មានមួយអំពីមន្ត្រីនគរបាលព្រំប្រទានស្រុកសំឡូតឈ្មោះមាសសុភ័ក្របាទអួតថាដឹកឈើចេញពីតំបន់អភិរក្សគ្មានអស់លុយមួយរៀលបាទចាសូមចេញធ្វើសេចក្តីរាយការណ៍លោកមន្ត្រីនគរបាលម្នាក់ត្រូវបានប្រជាពលរដ្ឋឬការថាបាននឹងកំពុងយកទូរទីរបស់ខ្លួនទៅរកស៊ីប្រព្រឹត្តបទល្មើសព្រៃឈើបាទដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងវិន័យនិងសេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិបាទប្រជាពលរដ្ឋនៅស្រុកសំឡូតបញ្ជាក់ថាមន្ត្រីនគរបាលខាងលើនេះមានឈ្មោះផុសដែលដំបងឡើយជាថាជាមន្ត្រីនគរបាលបន្តរវេសបោះវិញបើយោងតាមលិខិតរបស់លោកកោសំកាំងបាទលោកកោសំកាំងដែលបានជម្រាបជូនលោកឧត្តមសេនីយ៍តោតថេតបញ្ជាក់ថាឈ្មោះនេះជាមន្ត្រីនគរបាលផ្នែកព្រំប្រទាននៃអធិការដ្ឋាននគរបាលស្រុកសំឡូតមានឋានៈស័ក្តិអនុសេនីយ៍ឯកបាទបន្ទាប់ពីមានសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋជាបន្តបន្ទាប់រួចមកកាលពីរសៀលថ្ងៃ21មិថុនាកន្លងទៅនេះបាទក្រុមអ្នកសារព័ត៌មានមួយក្រុមបាននាំគ្នាចុះទៅយកព័ត៌មាននៅបាទចំណុចខាងលើនោះខណៈដែលអ្នកព័ត៌មានយើងបានចុះទៅដល់ទីរួមស្រុកសំឡូតក៏បានប្រទះឃើញទីតាំងសិប្បកម្មឈើមួយកន្លែងកំពុងឈប់ឈើប្រភេទក្តារងឿបាទឈើនេះត្រូវបានគេដឹងថាជាឈើរបស់មន្ត្រីឈ្មោះមាសភ័ក្របាទនៅពេលនោះដែរក៏សំទោសក៏មានបរិម្នាក់បាទដែលគេស្គាល់ថាអតីតអភិបាលរងស្រុកសំឡូតបានចេញមកហើយបាននិយាយយ៉ាងខែងរែងថាឈើនេះមិនមែនធ្លាក់ពីលើមេឃក៏មិនមែនជាឈើដឹកតាមកប៉ាល់ហោះដែរបាទគឺគាត់ចង់និយាយថាឈើក្តារលើនេះដឹកកាត់មន្ត្រីបរិស្ថានក៏ដូចជាមេព្រៃនិងឆ្លងកាត់ស្នាក់ការជំនាញមួយចំនួនទៀតរហូតដល់ឆ្លងកាត់សាលាស្រុកបានដឹកមកដល់ទីតាំងខាងលើបាទគឺមិនដឹងថាតើមន្ត្រីនគរបាលរូបនេះមានសិទ្ធិធំប៉ុណ្ណានោះទេដែលអាចបញ្ជាលោកកោសុនកាំងដែលជាអធិការនគរបាលស្រុកឲ្យមកមើលក្រុមអ្នកកាសែតដែលចុះយកព័ត៌មានប៉ុន្តែទោះបីយ៉ាងណាគេមិនបានឃើញវត្តមានលោកកោសុនកាំងបាទចុះមកនោះទេបាទខណៈដែលយើងកំពុងតែធ្វើការសាកសួរដល់ក្រុមជាងដែលកំពុងឈប់ឈើនោះបាទកញ្ញាបាទសូមជាផងដែរថាបន្ទាប់ពីមានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋតាមបណ្ដាញសារព័ត៌មានមួយចំនួនក៏ដូចជាតាមបណ្ដាញព័ត៌មានគ្រប់រួចមកកាលពីថ្ងៃ22ខែមិថុនាកន្លងមកនេះលោកកោសំតាំងបាទអធិការនគរបាលស្រុកសំឡូតបានធ្វើលិខិតជម្រាបមុខជូនបាទលោកឧត្តមសេនីយ៍តោសថេតស្នងការនគរបាលខេត្តបាត់ដំបងពាក់ព័ន្ធទៅនឹងមន្ត្រីនគរបាលឈ្មោះមាសសុភ័ក្របាទនេះនៅក្នុងលិខិតនេះបានបញ្ជាក់ថាលោកអនុសេនីយ៍ឯកមាសសុភ័ក្របាទដែលជាមន្ត្រីនគរបាលព្រំប្រទាននៃអធិការដ្ឋាននគរបាលស្រុកសំឡូតនៅក្នុងដោយលើកឡើងថាលោកមាសសុភ័ក្រគឺជាមន្ត្រីម្នាក់ដែលកំពុងបំពេញបាទការងារមិនដែលខកខានពាក់ព័ន្ធទៅនឹងការគុណថារោគស៊ីបទល្មើសព្រៃឈើនោះលោកអធិការបញ្ជាក់នៅក្នុងលិខិតលោកមាសសុភ័ក្របានទិញឈើមួយឈើកគីបាទមួយសន្លឹកដើម្បីមកធ្វើតុបាយនិងជាប់ពាក់ព័ន្ធទៅនឹងរោគស៊ីបទល្មើសឈើនោះទេបាទគាត់ចង់បញ្ជាក់ថាមិនជាប់ពាក់ព័ន្ធនឹងការរោគស៊ីបទល្មើសឈើនោះទេហើយការបញ្ជាក់របស់លោកកោសំកាំងបាទកញ្ញាបានថាលោកមាសភ័ក្រទិញឈើតែមួយសន្លឹកមកធ្វើតុបាយតែជាទឹកនៅក្នុងរូបភាពជាស្ដែងបាទក្តារឈើធំធំនេះមានចំនួន4សន្លឹកនិងតូចបាទឈើតូចទៀតមានរហូតដល់ជាង10សន្លឹកដែលកំពុងក្របទុកបាទ
ដោយលោកតោសំកាំងអធិការស្រុកសំឡូតបាទអានេះយកព័ត៌មានយើងមិនអាចសុំការបកស្រាយបន្ថែមបានទេខណៈដែលលោកបានណាត់ជួបក្រុមអ្នកសារព័ត៌មាននៅអធិការដ្ឋានប៉ុន្តែនៅពេលក្រុមអ្នកសារព័ត៌មានយើងទៅដល់បាទលោកឲ្យកូនចៅរបស់លោកមកប្រាប់ក្រុមអ្នកសារព័ត៌មានថាលោកជាប់រវល់លេងបាល់បាទបើតាមសេចក្តីរាយការណ៍ដោយឡែកមួយទៀតក៏បានឲ្យដឹងផងដែរថាបច្ចុប្បន្ននេះមានក្រុមឈ្មោះមួយចំនួនបានចូលទៅលួចអាចឈើនៅក្នុងតំបន់អភិរក្សនៃស្រុកសំឡូតហើយដឹកចេញដោយឆ្លងកាត់ទីស្នាក់ការមន្ត្រីបរិស្ថានត្រង់ចំណុចបាទឃុំកំពង់លពៅនិងដឹកមុខបាទស្នាក់ការមន្ត្រីរដ្ឋបាលប្រឈើបាទនៅចំណុចផ្លូវបំបែកកំពង់លពៅបាទហើយបានដោយរលូនបាទហើយឆ្លងកាត់ជំនាញផ្សេងៗទៀតនិងពីបញ្ជាការរបស់វរៈតាព្រឹកព្រំដែន310ផងដែរបាទពាក់ព័ន្ធបញ្ហានេះដែលលោកអិនសាវរិទ្ធអភិបាលស្រុកសំឡូតបានប្រាប់ផ្ទាល់មាត់នៅថ្ងៃ22មិថុនាកន្លងថាលោកបានហៅគ្រប់ស្ថាប័នពាក់ព័ន្ធមកប្រជុំគណៈវិជាការកងឯកភាពហើយដើម្បីកែសម្រួលរឿងនេះកែតម្រង់រឿងនេះឡើងវិញពីព្រោះបាទកន្លងមកប្រជាពលរដ្ឋក៏ដូចជាមតិមួយចំនួនបានលើកឡើងហើយវិគុណទៅលើស្ថាប័នពាក់ព័ន្ធជាពិសេសស្ថាប័នជំនាញដែលបណ្ដោយឲ្យក្រុមឈ្មោះក៏ដូចជាមន្ត្រីនគរបាលមួយចំនួនដែលអាងទូរនទីជានគរបាលទៅកាត់ឈើនៅតំបន់អភិរក្សខាងលើបាទចំណែកលោកមុតមុនសមុទ្របានប្រធានបរិស្ថានគ្រប់គ្រងតំបន់ភ្នំសង្កុកបានប្រាប់តាមទូរស័ព្ទថាលោកបាទនៅតំបន់អភិរក្សរបស់លោកមិនមានឈើធំបែបនេះទេបាទមិនដឹងថាឈើនេះគឺទៅលួចកាត់ពីព្រៃឯណាមកនោះទេបាទហើយចំពោះបញ្ហានេះដែរថាការដែលលោកបានទទួលថវិកាពីខាងបាទខាងក្រុមឈ្មោះនោះគឺលោកបដិសេធទាំងស្រុងតែម្ដងបាទកញ្ញាបាទចាហើយលោកមានអីបន្ថែមពីលើនឹងទៀតអត់លោកផានិតបាទសេចក្តីរាយការណ៍របស់ខ្ញុំបាទសុកផានិតពីខេត្តបាត់ដំបងអស់តែប៉ុណ្ណេះបាទកញ្ញាបាទសូមជម្រាបលាសូមអរគុណបាទបន្តទៅកាន់ព័ត៌មានជាបន្តទៅទៀតគឺសូមពេលអនុញ្ញាតសម្រាប់ជុំចាប់ថមកម្មវិធីមួយផ្លែសិនការប្រគំតន្ត្រីដ៏រំភើបសប្បាយប្រចាំឆ្នាំ2016តន្ត្រីឆាងសាងចំណងមិត្តភាពជួបជាមួយតារាចម្រៀងល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជារួមមានលោកឆាយវរៈយុទ្ធកញ្ញាលីនដាកញ្ញាឆាយសវណ្ណរីលោកតារារិទ្ធកញ្ញាអានីលោកថាដាននិងក្រុមតន្ត្រីដ៏មានទេពកោសល្យមកអង្រួនកម្មវិធីឲ្យកាន់តែកន្ត្រាក់រំភើបរីករាយឲ្យរំសាយអស់ក្តីកង្វល់ជួបគ្នានៅដីចុងកស៊ូខេត្តសៀមរាបថ្ងៃទី23 24មិថុនាឆ្នាំ2016វេលាម៉ោង 6 ល្ងាចរហូតដល់ពាក់កណ្ដាលរាត្រីក្រៅពីរីករាយនឹងការច្រៀងព្រមទាំងសម្ដែងរបស់តារាចម្រៀងកិត្តិយសរបស់យើងបងប្អូនដែលចូលរួមទស្សនាផ្ទាល់នឹងមានឱកាសឈ្នះរង្វាន់ពីការចាប់ឆ្នោតផ្សងសំណាងដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរឆាងចូលរួមឲ្យបានកកកក្រេបរសជាតិដ៏ឈ្ងុយឆ្ងាញ់របស់ស្រាបៀរឆាងនិងចែករំលែកភាពសប្បាយរីករាយស្រស់ស្រាយជាមួយការប្រគំតន្ត្រីឆាងសាងចំណងមិត្តភាព រីករាយនឹងមហារង្វាន់ពីកម្មវិធីគោះឈ្នះពីស្រាបៀរឆាងជាវស្រាបៀរឆាងពីថ្ងៃទី1មិថុនាដល់31មករា2017លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់នៅលើគម្របដបដ៏ច្រើនសន្ធឹកសន្ធាប់រង្វាន់ដ៏អស្ចារ្យរួមមានម៉ូតូ Honda Dream Series 2016 ចំនួន 5 រង្វាន់ខ្សែកមាស 5G ចំនួន 20 រង្វាន់ទូរទស្សន៍ Samsung ចំនួន 50 រង្វាន់និងស្រាបៀរឆាងជាច្រើនរង្វាន់ទៀតក្រេបរសជាតិដ៏ឈ្ងុយឆ្ងាញ់របស់ស្រាបៀរឆាងចែករំលែកភាពសប្បាយរីករាយជាមួយមិត្តភ័ក្តិព្រមទាំងមានឱកាសឈ្នះរង្វាន់ទៀតកុំឲ្យឱកាសដ៏ពិសេសនេះរំលោភផុតឲ្យសោះឆាងស្រស់ស្រាយអស្រាអេអូនយកចេញបាទគិតលុយមែនបងអត់ទេយក10នេះចេញហើយឲ្យក្រោន99មក10ទៀតមកស្រា Ground 99
រសជាតិដ៏ល្អឥតខ្ចោះបានមកពីធញ្ញជាតិនៃប្រទេសស្កុតឡែនជួបជុំរីករាយនឹងរសជាតិដ៏ស្រទន់ Crown 99 ឡើងទៅកាន់កម្រិតនៃរសជាតិ ត្រង់នេះត្រូវតែចាំណាចាំមិនបាយពយល់ទៀតទេណោះ 90% នៃមេរៀននេះចាញ់តែថ្ងៃប្រឡងមិនថតផងហ្នឹងអីចាំបានអត់អូត្រូវមករត់ទៅដល់គូឆាវ Magnolia King Coat Plus ចម្រាញ់ចេញពីស្លឹក King Coat មានវីតាមីន B12 ជួយបង្កើនការចងចាំបានល្អកាន់តែឆ្លៀវវៃឈ្ងុយឆ្ងាញ់ទាំង3រសជាតិ Magnolia King Coat Plus រសជាតិឆ្ងាញ់ជួយការចងចាំកាន់តែល្អខ្ញុំចង់ជួបប្រវត្តិសាស្ត្រកសិលេខប្រមាណពិបាកចងចាំណាស់មែនទេនេះណែទឹកដោះគោឆៅ Magnolia King Coat Plus ថ្មីមាន King Coat និងវីតាមីន B12 ជួយបង្កើនការចងចាំបានល្អកាន់តែឆ្លៀវវៃ Halo លោកវឌ្ឍនាមានគេសុំជួបលេខកញ្ញាកេសីគឺ012 34 09 43កញ្ញារតសម័យនឹងមកវិញនៅថ្ងៃស្អែកតាមជើងហោះហើរ K6101 ទឹកដោះគោឆៅ Magnolia King Coat Plus ថ្មីរសជាតិឆ្ងាញ់ជួយការចងចាំកាន់តែល្អការពីអាម៉ាត់ចុតព្រោះផលិតផល FNN នឹងអាចក្លាយជាមាសដាក់សម្បកផលិតផល FNN ដើម្បីឈ្នះមាស FNN គម្រប់9ឆ្នាំចែកមាស199លានរៀលចែកពិតឈ្នះពេទ្យទូទាំងប្រទេសចាប់លើដំបងនៅភ្នំពេញបន្តមកបាត់ដំបងកំពង់ធំកំពង់ចាមកំពតចាប់រង្វាន់ផ្ដាច់ព្រាត់ទូទាំងប្រទេសនៅភ្នំពេញមាសមួយតម្លឹង19រង្វាន់ដែលឥឡូវនេះរហូតដល់9កក្កដាហេតុអ្វីបានជាហាងនេះមានអតិថិជនច្រើនម្ល៉េះតោះស្វែងយល់អាកបាំងទាំងអស់គ្នាដំបូងក៏ដាក់ទឹកដោះគោខាប់ Teapot ហើយថែមទឹកដោះគោស្រស់ Teapot Extra ផ្ដល់ក្លិនឈ្ងុយបន្ថែមរសជាតិរឹតតែឆ្ងាញ់លក់កាន់តែដាច់ណែនាំដល់យើងទាំងអស់គ្នាការពីអាម៉ាត់ចុតព្រោះផលិតផល FNN នឹងអាចក្លាយជាមាសដាក់សម្បកផលិតផល FNN ដើម្បីឈ្នះមាស FNN គម្រប់9ឆ្នាំចែកមាស199លានរៀលចែកពិតឈ្នះពេទ្យទូទាំងប្រទេសចាប់លើដំបងនៅភ្នំពេញបន្តមកបាត់ដំបងកំពង់ធំកំពង់ចាមកំពតចាប់រង្វាន់ផ្ដាច់ព្រាត់ទូទាំងប្រទេសនៅភ្នំពេញមាសមួយតម្លឹង19រង្វាន់ដែលឥឡូវនេះរហូតដល់9កក្កដាじゃあ演奏するよចា運動するよじゃあマッサージするよឃើញទេថាធម្មជាតិជួយថែទាំគ្នាប៉ុណ្ណាចឹងសូយហើយការយកចិត្តទុកដាក់របស់ធម្មជាតិនិងមនុស្សកើតឡើងដើម្បីតែដល់ល្អさあ飲みましょうអូយឈី Green Tea តែបៃតងពីជប៉ុនបាទលោកស្រីប្រិយមិត្តទស្សនិកជនជាទីគោរពនិងជាទីមេត្រីដែលឡាយព័ត៌មានអន្តរជាតិជាដំបូងនេះគឺប្រធានាធិបតីឥណ្ឌូនេស៊ីឡើងនាវាចម្បាំងទៅកាន់ដែនសមុទ្រចិនភាគខាងត្បូងប្រធានាធិបតីហ្វីលីពីនលោកបាទគឺជូកូវីដូដូបានធ្វើដំណើរទៅកាន់កោះណាទូណាដែលជាតំបន់មានវិវាទជាមួយនឹងចិនដោយផ្ទាល់ដើម្បីសារបាទគឺផ្ញើសារទៅកាន់រដ្ឋាភិបាលចិនថាហ្វីលីពីនបានបដិញ្ញាការពារដែនសមុទ្ររបស់ខ្លួនសារព័ត៌មាន Reuters បានផ្សាយថានៅថ្ងៃទី23ខែមិថុនាប្រធានាធិបតីជូកូវីដូដូបានទៅកាន់កោះណាទូណាដោយផ្ទាល់នៅសមុទ្រចិនភាគខាងត្បូងតាមនាវាចម្បាំងបានបញ្ជាក់ថាកោះនោះគឺជារបស់ឥណ្ឌូនេស៊ីតែចិនក៏បានប្រកាសថាខ្លួនស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនរដ្ឋមន្ត្រីទទួលបន្ទុកសន្តិសុខដែលអមដំណើរទៅកាន់កោះខាងលើជាមួយនឹងប្រធានាធិបតីនោះបាននិយាយទៅកាន់អ្នកសារព័ត៌មានថានៅក្នុងដំណើរជាប្រវត្តិសាស្ត្រនេះជាការបង្ហាញថាឥណ្ឌូនេស៊ីចាត់ទុកបញ្ហាខាងលើគឺជារឿងដ៏សំខាន់កន្លងមករដ្ឋាភិបាលទីក្រុងប៉េកាំងបានបញ្ជាក់ថាចិនមិនមានវិវាទអធិបតេយ្យជាមួយនឹងឥណ្ឌូនេស៊ីនោះឡើយពិសេសគឺកោះណាទូណាដែលប្រទេសទាំងពីរបានប្រកាសថាស្ថិតនៅក្រោមអធិបតេយ្យរបស់ប្រទេសរៀងៗខ្លួនកាលពីថ្ងៃទី22ខែមិថុនារដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូនេស៊ីលោក Retno Marsudi បានប្រតិកម្មចំពោះគោលជំហររបស់ចិនជុំវិញដែនសមុទ្រកោះណាទូណាដំណើរទស្សនកិច្ចនោះអាចនឹងបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងចិននិងហ្វីលីពីនកន្លងមករដ្ឋមន្ត្រីក្រសួងការពារជាតិលោក Pia Mijat Rayakudu បានព្យាយាមថាសង្គ្រាមអាចនឹងកើតឡើងនៅដែនសមុទ្រចិនភាគខាងត្បូងទាំងនោះហើយបានធ្វើឲ្យឥណ្ឌូនេស៊ីចាំបាច់ត្រូវតែបង្កើនការទិញសព្វាវុធសម្រាប់ទប់ទល់
ចា៎គាត់ជាបន្តទៅកាន់ព័ត៌មានអន្តរជាតិចុងក្រោយឆ្លើយតបទៅនឹងសំណើឲ្យចុះចេញពីតំណែងលោកអាសាតបញ្ជាឲ្យបង្កើតរាជរដ្ឋាភិបាលថ្មីនៅក្នុងពេលដែលអាមេរិកនិងលោកខាងលិចបដិញ្ញាស្នើឲ្យប្រធានាធិបតីអាសាតចុះចេញពីតំណែងកាលពីថ្ងៃទី22ខែមិថុនាមេដឹកនាំស៊ីរីបានចេញបញ្ជាឲ្យបង្កើតរដ្ឋាភិបាលថ្មីដើម្បីបន្តការដឹកនាំប្រទេសការសម្រេចខាងលើបានកាត់ឡើងក្រោយពេលដែលគណៈបករបស់លោកអាសាតនិងសម្ព័ន្ធមិត្តទទួលបានសម្លេងគាំទ្រច្រើននៅក្នុងការបោះឆ្នោតកាលពីខែមេសាកន្លងមកដោយមានអាសនៈសរុបដល់ទៅ200អាសនៈតាមច្បាប់ស៊េរីរដ្ឋាភិបាលថ្មីនឹងត្រូវបង្កើតរដ្ឋាភិបាលនៅក្នុងរយៈពេល40ថ្ងៃក្រោយពេលបោះឆ្នោតដូចនេះគឺជារដ្ឋាភិបាលថ្មីទី6ដែលកាត់ឡើងក្រោយការដឹកនាំរបស់ប្រធានាធិបតីអាសាតរដ្ឋាភិបាលដែលបានបង្កើតនាថ្មីនៅពេលនេះគឺនៅចុងខែសីហាឆ្នាំ2014ក្រោយពេលលោកអាសាតជាប់ឆ្នោតប្រធានាធិបតីអាសាតត្រូវបានផ្ដាច់ជាទូនាទីជាឲ្យលោកអ៊ីម៉ាក្មេងអតីតរដ្ឋមន្ត្រីក្រសួងធម្មពលធ្វើជានាយករដ្ឋមន្ត្រីលោកធ្លាប់បានកាន់តំណែងនេះចាប់តាំងពីខែសីហាឆ្នាំ2012កាលពីឆ្នាំ2011មានរលកបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលលោកអាសាតកើតឡើងនៅក្នុងគ្រប់ទិសទីនៅក្នុងប្រទេសស៊ីរីបណ្ដាលឲ្យមនុស្ស280,000 នាក់បានស្លាប់នៅក្នុងប្រទេសស៊េរីទន្ទឹមនឹងការវាយប្រហារគ្នារវាងកម្លាំងទាហានរដ្ឋាភិបាលទីក្រុងដាម៉ាកានិងក្រុមប្រឆាំងពលរដ្ឋស៊េរីនៅប្រឈមមុខនឹងការក្រោកឈរឡើងពីសំណាក់ក្រុមភេរវកម្ម IS បង្កើនការវាយប្រហារគ្រប់ទិសទីចាអរគុណទស្សនិកជនទីក្រុមទីមេត្រីឃើញថារយៈពេលផ្សាយផ្ទាល់1ម៉ោង30នាទីពេញក៏ឈានទៅដល់ទីបញ្ចប់យើងខ្ញុំទាំងពីរនាក់ក៏ដូចជាក្រុមការងារកម្មវិធីពលិ3តហេការទាំងអស់ក៏សូមខន្តីអភ័យទោសរាល់សម្ដីលើសលុបដល់ចេតនាហើយក៏សូមអរគុណដល់ទស្សនិកជនដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមដានកម្មវិធីយើងខ្ញុំតាំងពីដើមរហូតទីបញ្ចប់ចុងក្រោយនេះខ្ញុំនៅផ្លេចម្ចាស់ឧបត្ថម្ភកម្មវិធីធំគឺក្រុមហ៊ុន Thai Beverage ផងដែរជួបគ្នានៅថ្ងៃស្អែកតាមពេលវេលានឹងម៉ោងដដែលគណៈពេលនេះយើងខ្ញុំទាំងពីរនាក់ក៏ដូចជាក្រុមការងារសូមអរគុណសូមគោរពលា